ប្រិយមិត្តអ្នកស្ដាប់ជាទីនឹករលឹកផលិតកម្មផ្កាយខៀវយើងខ្ញុំរីករាយណាស់ដែលបានវិលមកបំពេអារម្មណ៍របស់អស់លោកអ្នកសារជាថ្មីម្ដងទៀតផលិតកម្មផ្កាយខៀវយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនលោកស្រីអ្នកនាងកញ្ញាដែលបានគាំទ្រដល់កាសែតអត្ថាធិប្បាយផលិតកម្មផ្កាយខៀវយើងខ្ញុំហើយផលិតកម្មយើងខ្ញុំនឹងខិតខំរិះរកចងក្រងជាអត្ថបទអត្ថាធិប្បាយឲ្យបានសមតាមបំណងរបស់លោកអ្នកហើយលើកនេះផលិតកម្មផ្កាយខៀវយើងខ្ញុំបានជ្រើសរើសយកបទចម្រៀងមនោសញ្ចេតនារបស់លោកកែសារ៉ាន់ភាគទី35ជូនជាទីសន្តាប់ដូចតទៅគ្មានអ្វីសប្បាយដែលបានជួបជុំម៉ែឪបងប្អូនញាតិមិត្តចិត្តខាងភូមិផងរបងចិត្តគ្នានោះទេជាពិសេសនៅរដូវចូលឆ្នាំខ្មែរគេលេងឈូងទាញប្រន់បោះអង្គុយកំឡោះក្រមុំផ្ដុំជុំគ្នាសប្បាយគ្មានប្រកាន់អ្វីទាំងអស់ទោះអីតែលោកកែសារ៉ាន់បានខ្ចាត់ព្រាត់ទៅនៅស្រុកគេកម្មអីបង្រាត់លោកឲ្យចាក់ឆ្ងាយពីស្រុកកំណើតធ្លាប់ជប់ជុំគ្រួសារដីគេពីដូនតាដែលធ្លាប់ផ្ដល់កំណើតឲ្យលោករស់សប្បាយគ្មានមកស្រណោះវាលវែងតែងខ្វៀលគោស្រណោះដងអូគៀងគោឲ្យផឹកទឹកញាតិមិត្តប្រុសស្រីសប្បាយខ្ញៀវខ្ញាយប់ខែភ្លឺថ្លាពេញបរមីព្រឹកឡើងដេញគោក្របីឲ្យស៊ីស្មៅតាមវាលនេះជាជីវិតអ្នកស្រែគ្មានអ្វីត្រូវព្រួយឡើយ